Hello សួស្តីបងប្អូនទាំងគ្នាឥឡូវជួបជាមួយនឹងខ្ញុំបាទសុកខេតអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបនៃការប្រើរូបមន្ត Excel នៅក្នុងការចាក់ពណ៌ទៅលើតារាង Excel បាទអញ្ចឹងនេះគឺជាគន្លឹះមួយសម្រាប់បងប្អូនដែលមិនទាន់ចេះនៅរូបមន្ត Excel ពាក់ព័ន្ធជាមួយនឹងការចាក់ពណ៌គឺបងប្អូនអាចតាមដានវីដេអូជាមួយនឹងខ្ញុំបាទទាំងអស់គ្នាអូខេអញ្ចឹងមុននឹងបង្កើតបានគឺអញ្ចឹងបើយើងចង់ចាក់ពណ៌ទៅក្នុងតារាង Excel ណាមួយយើងត្រូវតែមានទិន្នន័យអញ្ចឹងនៅក្នុងនេះគឺខ្ញុំកំណត់ទិន្នន័យសិស្សជាតារាងសិស្សអញ្ចឹងខ្ញុំឧទាហរណ៍ជាតារាងសិស្សដែលមានឈ្មោះមានបន្ទុកហើយនិង grade ចំណាត់ថ្នាក់អូខេអញ្ចឹងឧទាហរណ៍ថាបន្ទុក100គឺខ្ញុំឲ្យនិយាយ A បន្ទុក80 B បាទហើយនឹងបន្ទុក70យើងមិនgrade C ចឹងទៅអញ្ចឹងមុននឹងចាក់ពណ៌បានគឺបងប្អូនត្រូវselect បាទយើងត្រូវ select ទៅលើតារាងហ្នឹងសិនបន្តមកទៀតគឺយើង select នៅកន្លែងដែលយើងចង់ចាក់ពណ៌ហ្នឹងបាទអញ្ចឹងយើងចូលទៅដល់condition formatting អូខេយើងយកពាក្យអឺ highlight ហើយយកពាក្យ more បាទអញ្ចឹងអឺបងប្អូននឹងឃើញ option ជាច្រើនអញ្ចឹងនៅក្នុងនោះខ្ញុំនឹងបង្ហាញ option ទី2ដែលយើង select នៅក្នុងការអញ្ចឹងយើងចូលមកកន្លែងformat នេះគឺយើង select យកពាក្យ specific text អញ្ចឹងនៅកន្លែង column នេះគឺបងប្អូនត្រូវវាយអក្សរដែលឧទាហរណ៍ថាអក្សរ A បាទគឺយើងតំណាងឲ្យ format គឺយើងអាចចាក់ពណ៌គឺយើងចូល filter អញ្ចឹងយើងចង់ចាក់ពណ៌ green អញ្ចឹងទៅអញ្ចឹងសម្រាប់ A យើងដាក់ green អូខេហើយអញ្ចឹងវានឹងលោតពណ៌ green បែបនេះអញ្ចឹងបើសិនជាបងប្អូនចង់បន្ថែមទៀតគឺយើងគ្រាន់តែ select អញ្ចឹងមកហើយយើងចូលនៅកន្លែង formatting នឹងដដែលហើយយើងយកពាក្យ more row មកអូខេអញ្ចឹងកន្លែងនេះយើងត្រូវដូរទៅ specific text តទៅទៀតសម្រាប់ពណ៌អក្សរ B grade B យើងចង់ដាក់ពណ៌អីគេអញ្ចឹង grade B យើងដាក់ពណ៌អញ្ចឹងបងប្អូនអាចតាំងនៅតាមពណ៌ដែលបងប្អូនស្រឡាញ់ខ្ញុំអាចដាក់ពណ៌លឿងអញ្ចឹងទៅឧទាហរណ៍បាទអញ្ចឹងយើងចុច OK មកវានឹងលោតពណ៌លឿងអញ្ចឹងនេះគឺជាវិធីងាយៗនៅក្នុងការចាក់ពណ៌ក្នុងតារាង Excel បាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំអញ្ចឹងសូមបងប្អូនជួយ Subscribe ដើម្បីបានវីដេអូថ្មីៗសូមអរគុណ